បងប្អូនទាំងអស់គ្នានេះគឺកោះសំពៅមាសនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ទីតាំងខ្ញុំឈរនេះគឺនៅមាត់ស្ទឹងនៅត្រើយម្ខាងត្រើយខាងនេះគឺគេកំពុងតែស្ថាបនានេះគឺអំពូលនៅតាមមាត់ស្ទឹងគឺមានអំពូលហើយវេលាអាត្មានេះគឺម៉ោង 5 កន្លះព្រឹកថ្ងៃនេះគឺថ្ងៃទី25 ខែមេសាឆ្នាំ 2025 ម៉ោង 5 កន្លះព្រឹកគឺជាធម្មតាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់គាត់នៅហាត់ប្រាណទេបងប្អូនឃើញហើយនោះគឺគាត់កំពុងតែដើរហាត់ប្រាណលើកោះនៅលើសំពៅនឹងគាត់ដើរចូលឡើងពីចុងសំពៅនេះទៅដល់ក្បាលសំពៅនៅខាងមុខបានតែ 4-10 បកគឺគួរសមទឹកស្ទឹងខែប្រាំងគឺនៅខាងក្រោមបងប្អូនខែ 4 គឺឆាប់ភ្លឺចឹងទៅពេលនេះទៅតែម៉ោង 5 កន្លះព្រឹកប៉ុន្តែយើងមើលទៅដូចម៉ោង 6 ម៉ោង 7 ចឹងតែពេលខ្លះក៏យើងអាចច្រឡំថាពេលល្ងាចវិញនេះផ្ទះបងប្អូនប្រជាពលរដ្ឋគាត់មិនទាន់បានបើកទ្វារទេតែម៉ោង 5 កន្លះតែមានបើកទ្វារមួយនៅត្រើយខាងនោះគឺប្រជុំជនមនុស្សច្រើនដោយសារនៅខាងនោះមានទីពេទ្យបង្អែកខេត្តសាលាខេត្តដុលសុខភាពមានផ្សារមានអីច្រើននៅខាងត្រើយម្ខាងខាងនោះកោះហើយរដ្ឋបាលក្រុងពោធិ៍សាត់កំពុងតែមានផែនការរៀបចំធ្វើសួននេះបងប្អូនគឺសួនមាត់ស្ទឹងហ្នឹងគឺពីស្ពានរហូតទៅក្រោមអញ្ចឹងពោធិ៍សាត់មិនយូរមិនឆាប់គឺមានការប្រែប្រួលមុខមាត់យ៉ាងស្អាតតែម្ដងពីមួយកម្រិតទៅមួយកម្រិតខាងក្រោយកោះសំពៅមាសដោយសារទឹករីងយើងមើលឃើញនោះលយមកហ្នឹងគឺអាចឈរលេងបានប៉ុន្តែកម្រមានបងប្អូនណាគាត់ឆ្លងមកលេងណាកោះគេហៅកោះសំពៅមាសហ្នឹងលយមកប៉ុន្តែមើលក្នុងទូរស័ព្ទនេះមើលអត់ដឹងទេតែបើយើងមើលខាងចុងនេះយើងឃើញជាទឹកពាត់នៅខាងនោះអញ្ចឹងមានន័យថាលយមកខាងក្រោយ